បាទខ្ញុំត្រឹងសៀនវីឡុកជាងអាកំសត់ពេលនេះហើយមានវត្តមាននៅវត្តតពុជដើម្បីចូលក្នុងវត្តចែករំលែកអំពីការសង្កត់មិនតាន់ហើយរួចហើយជាស្ថាពរទេបងប្អូនអើយព្រោះវត្តអន់ក្រនៅខ្វះថាវិការយ៉ាងច្រើនគឺថានៅទីនេះគឺវត្តតពុជទីតាំងនៅស្រុកchâuឋានចាស់ឥឡូវជាឃ្លាំងទីគីក្រុងកង្ខើសូមពុកម៉ែបងប្អូនយើងទស្សនាដូចតទៅសៀននឹងចូលក្នុងដើម្បីចែករំលែករូបភាពបងជាងកំពុងតែសងសាំងនៅសាលាតែឮថានៅខ្វះថាវិការច្រើនណាស់ដូច្នេះហើយសូមអញ្ជើញពុកម៉ែយើងសៀននឹងសម្ភាសខ្លីលោកបងធ្វើជាងនឹងកាត់ប្រកបប្រកងយូរហើយតាំងពីធ្វើដល់ឥឡូវដូច្នេះហើយសៀននឹងសម្ភាសខ្លីដើម្បីចែករំលែកឲ្យពុកម៉ែបងប្អូនបានទស្សនាដូចតទៅនេះឥឡូវនឹងជាបឋមអើយបងសូមនិយាយរេរ៉ាប់ខ្លះពីទស្សនវិជ្ជាការធ្វើនឹងក៏ខ្វះខាតអីកន្លែងណាបងអូខ្វះខាតច្រើនណាដូចវត្តទៅជើងហ្នឹងតាំងចាប់ដើមតាំងពីធ្វើរហូតគ្មានលុយគ្មានកាសទេចាំមែមាននិយាយតាហើយរដូវស្រូវហ្នឹងមករដូវហ្នឹងខុសទៀតហើយចាំមែមាននិយាយតាបងប្អូនចេញសសបានខ្លះចេញបានរួចចេញបានស្វែហើយខ្លះបានសំងឲ្យហាវសបោអីចឹងហ្នឹងហើយចាំដល់ពេញបោខែដាច់ថ្ងៃសិលហ្នឹងបានខ្លះមកជួយចែងអីចឹងជួយចែងធ្វើអីចឹងហើយយើងមកបានលុយកាយច្រើនតិចពេញលេងទេឥឡូវយើងធ្វើចេះតែចាំប្រចាំដល់តខិនដល់ចូលឆ្នាំយកលេងចឹងដូនតាយើងមានលុយមកជឹងចាំថតតវត្តចឹងក្រណាជាងសំណងនៅខ្វះខាតច្រើនណាលោកបងច្រើនណានៅឥឡូវនៅតូននៅផ្លាននៅអីទៀតឥឡូវយើងចាំចូលដល់ចូលឆ្នាំដល់មានលុយទៅយើងចាំមានលុយចូលឆ្នាំយើងទិញតូនទិញផ្លានទិញអីយើងមកបកបាទហើយដូចនេះហើយតាមលោកបងនិយាយនឹងយើងសូមបវរណាទឹកចិត្តដល់ពុទ្ធបរិស័ទចិត្តឆ្ងាយក្នុងប្រទេសនិងក្រៅប្រទេសក្តីបងនេះបងយើងខំដែរយើងថាជាប្រាប់តាយាយមីមីងបងប្អូនខំជួយខំទៅកសាងវត្តបានតិចជួយច្រើនហើយចេះតែខំចូលមកទៅយើងបានតិចជួយអីចឹងបាទដូចនេះសៀននឹងចែករំលែកបន្តនៅសំណង់សាលាអីបងនេះស្លាយអានឹងរោងបាយមាននិយាយតាទីសង់នៅរោងបាយហើយរួចហើយក៏សម្រាប់ឲ្យលោកទទួលផតនៅទីនេះលួងដោយថាសៀនបាននិយាយថាវត្តតពុជជើងនៅទីតាំងកាមិនជាស្រុកchâuឋានចាស់លោកបងនេះឥឡូវនេះជាឃ្លាំងទីក្រុងកង្ថើបានធ្វើនៅកត់សាលាបាយនឹងខ្វះខាតនៅថាវិការយ៉ាងច្រើនក៏តាមសៀនសូមបវរណាដល់បងប្អូនក្នុងស្រុកពុទ្ធបរិស័ទចិត្តឆ្ងាយក្នុងប្រទេសក្រៅប្រទេសក្តីបើមានសទ្ធាជ្រះថ្លាសូមមកជួយឧបត្ថម្ភបច្ច័យតិចតួចស្ដួយស្ដើងដើម្បីយកបច្ច័យមកសង់កសាងរោងបាយឲ្យឆាប់ហើយជាស្ថាពរបើបានដូចបំណងសៀនអាឈើជាងអាកំសត់ក៏ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែបងប្អូនបានជួយគ្រប់គ្រងនៅខ្វះខាតច្រើនណាស់មាននិយាយតើក្នុងមួយថ្ងៃបានតែប្រហែលជាងធ្វើទេជាងហើយនំពុទ្ធសង្ឃជួយទីទួយគ្មានហ៊ានជួលកៅទេមាននិយាយតើនឹងពឹងញើតាខែដាច់ពេញបោអញ្ចឹងបងណាខែដាច់ពេញបោបានបច្ច័យមិនតិចបន្តួចមើលកែងទៅគ្រប់ការជាងណាបងនេះបាទបើសាលានឹងចង់ហើយបានបញ្ញាប់គឺថាអាស្រ័យនៅទឹកចិត្តមាននិយាយតាពុទ្ធបរិស័ទចិត្តឆ្ងាយក្នុងនិងក្រៅប្រទេសជួយរួបរวมឧបត្ថម្ភបច្ច័យដើម្បីកសាងកត់សាលានឹងឲ្យហើយដូចបំណងបើដូចនេះហើយសៀនអាឈើជាងអាកំសត់ក៏សូមសង្ខេបវីឡុកត្រឹមនឹងបើពាក់សម្ដីកាយវិចាខុសនៅប្រការទីណាសូមមាននិយាយតាអធិស្ឋានឲ្យជាងអាកំសត់ផងបាទសូមជម្រាបលា